លោកឧត្តមសេនីយ៍ត្រីមាសយ៉តបានអញ្ជើញជាអធិបតីក្នុងពិធី Meeting of All Sato ខួបអនុស្សាវរីយ៍លើកទី47ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាពីធ្នូ1978ដល់ពីធ្នូឆ្នាំ2025នៅសាលាឃុំស្រើងស្រុកប្រាសាទសម្បូរនៅថ្ងៃទី4ខែធ្នូឆ្នាំ2025លោកឧត្តមសេនីយ៍ត្រីមាសយ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសម្បូរនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើងបានអញ្ជើញជាអធិបតីភាពក្នុងពិធី Meeting of All Sato ខួបអនុស្សាវរីយ៍លើកទី47ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាពីធ្នូឆ្នាំ1978ដល់ពីធ្នូឆ្នាំ2025នៅសាលាឃុំស្រើងស្ថិតក្នុងភូមិទំនប់ឃុំស្រើងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំកម្មវិធីនេះផងដែរដែលមានការអញ្ជើញចូលរួមពីលោកស្រីមេបញ្ជាការរងខេត្តនិងអនុប្រធាននិងក្រុមការងារចុះមូលដ្ឋានឃុំស្រើងលោកមេឃុំស្រើងនិងសមាជិកនៅក្នុងមូលដ្ឋានភូមិឃុំលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើនអ្នកផងដែរនេះឱកាសនោះដែរអាយដាមមីយ៉តបានអានសន្ទរកថារបស់សម្ដេចគតិសង្ឃបឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជានិងសំណេះសំណាលជាមួយសមាជិកសមាជិកានៅក្នុងអង្គពិធីផងដែរនិងជូនពរដល់សមាជិកសមាជិកាទាំងអស់សូមមានសុខភាពល្អប្រកបកិច្ចការជោគជ័យគ្រប់ភារកិច្ចលោកឧត្តមសេនីយ៍ត្រីមាសយ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំក៏បានគោរពការសរសើរនិងអបអរសាទរក្រៃលែងជាមួយប្រជាជនកម្ពុជាដែលរស់នៅក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយផ្លែផ្កាត្រចះត្រចង់និងមោទនភាពបំផុតជាពិសេសការអនុវត្តនៅយុទ្ធសាស្ត្របញ្ចកោរបស់រាជរដ្ឋាភិបាលអាណត្តិទី7ហើយតម្កល់នៅគុណតម្លៃនៃសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានឬដោះដូរបានទោះក្នុងតម្លៃណាក៏ដោយក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168